បានហើយលោកឪពុកភ្ញាក់ហើយលោកឪពុកពិសាទឹកបន្តិចឲ្យសាមបំពង់ក៏ទៅខ្លួនប្រានខ្សោយឲ្យគាត់ផឹកទឹកឲ្យច្រើនកុំទាន់ឲ្យញ៉ាំនំប៉័ងចំហុយអីបើនៅតែហាលថ្ងៃបែបនេះទៀតប្រកាសជាត្រូវកម្ដៅថ្ងៃសន្លប់មិនខានមិនរួចទេលោកខ្វាន់បងធំតាលីងអើកាត់អីហ្នឹងព្រឹកឡើងនៅល្អសោះស្រាប់តែដួលសន្លប់តែម្ដងជួយផងលឿនឡើងជួយលីងផងគឺជារោគត្រូវកម្ដៅថ្ងៃតន់ហន់ត្រូវតែបញ្ចុះកម្ដៅនិងបណ្ដេញជាតិលោកស្រីសូមមេត្តាឈប់សិនសូមជួយចែកប្រុសខ្ញុំផងខ្ញុំទៅយកថ្នាំមែនទេថ្ងៃក្រោយហៅខ្ញុំថាហ៊ឺស៊ីឬហ៊ឺជារានបានហើយអរគុណលោកពូការដាំថ្នាំត្រូវប្រើភ្លើងនិងឆ្នាំងខាងមុខមានស្ទឹងតូចមួយទៅសម្រាកនៅទីនោះរៀបចំសម្រាកទាំងអស់គ្នាបងថ្លៃទី2ដាំឆ្នាំងធំទៅក្រៅពីឲ្យលីងគ្រួសារមួយយើងក៏ត្រូវញ៉ាំដំឡូងខ្លះដែរលោកមន្ត្រីចៅសុំខ្ចីដាវមួយមកអ្នកចង់ធ្វើអីឈូសហានឹងឲ្យស្រួចថ្ងៃត្រង់នេះអញ្ជើញអ្នកទាំងអស់គ្នាថែមម្ហូបសាច់មួយមុខស្បែកជើងល្អទឹកត្រជាក់តើអ្នកចង់ធ្វើអីហ្នឹងវ៉ាវត្រីធំណាស់បងថ្លៃទាំងឡាយទុកឲ្យស្រួលបួលណាចម្លែកណាស់ស្ទឹងនេះរៀងស្ងួតប៉ុន្មានឆ្នាំមកហើយចាប់ត្រីនៅមិនទាន់ស្ទាត់ដូចនាងតូចនេះផងច្បាប់ទម្លាប់គឺសម្រាប់ឲ្យគេមើលស៊ីជាមនុស្សក្នុងគ្រួសារយើងតែគ្រួសារមួយយើងមិនប្រកាន់ជើងបន្តិចបន្តួចមានអីទៅលោកម្ចាស់ម៉ូទី9អ្នកពិតជាមានឈ្មោះល្បីមែនត្រូវនិរទេសបានរៀបការជាមួយប្រពន្ធពូកែបែបនេះស្នៀតក្បាច់គុណបែបនេះមិនមែនជាអ្វីដែលអ្នកនាងធំក្នុងគ្រួសារអ្នកមានអាចមានទេអ្នកពិតជាមិនស្គាល់ខ្មាស់មែននៅមុខមហាជនបែរជាចុះស្ទឹងមិនខ្លាចគេសើចចំអកទៅអ្នកគិតថាកំពុងនៅជាគ្រួសារអ្នកមានទៀតខ្លួនឯងឥឡូវនេះអ្នកជាអ្នកអាចញ៉ាំឆ្អែតពោះគឺពូកែហើយពូកែបង្កើតរឿងអីវាអ្នកសុំមុខហើយអ្នកណាប្រើឲ្យមាត់អាក្រក់ខ្ញុំស្មានថានាងមានសមត្ថភាពចាប់ត្រីមែនគឺរត់ទៅធ្វើឲ្យថោកមុខមាត់គ្រួសារលីសោះពិតមាត់ឥឡូវខ្ញុំជាថៅកែមិនឲ្យអ្នករាល់គ្នាធ្វើអំពើពៀផ្ដេសផ្ដាស់ទេឈប់ដៃអរគុណលោកជំទាវហ៊ឺដែលបានជួយជីវិតចៅប្រុសខ្ញុំគុណបំណាច់នេះគ្រួសារស៊ីនឹងចងចាំទុកលោកពូស៊ីកុំគួសំអីគ្រាន់តែជួយបន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែស្វាមីខ្ញុំភ្ញាក់ដឹងខ្លួនហើយបើលោកពូទំនេរពេលល្ងាចអាចមកជែកជាមួយគាត់បានការយល់ច្រឡំខ្លះនិយាយគ្នាចំពោះមុខទៅល្អចាំស្ដាប់តាមអ្នកល្ងាចនេះខ្ញុំនឹងមកលោកពូសៀបន្តិចទៀតខ្ញុំប្រឡាក់ត្រីទាំងនេះអាំងហូបឲ្យបងស្រីថ្លៃទី2យកមួយក្បាលទៅឲ្យលៀងតាចាស់សូមតំណាងឲ្យចៅអរគុណលោកជំទាវហ៊ឺហើយបងស្រីថ្លៃទាំងឡាយមកជួយបន្តិចមកធ្វើត្រីមិនពិបាកទេទៅថ្ងៃមុខពួកយើងត្រូវពឹងលើកម្លាំងខ្លួនឯងហើយបងស្រីថ្លៃទាំងឡាយទៅរើសអស់ស្ងួតខ្លះមកភ្លើងមិនអាចរលត់ទេលោកម្ចាស់ខ្វាន់សូមខ្ចីភ្លើងបន្តិចយកទៅប្រើប្រាស់សំចៃផងអរគុណលោកម្ចាស់ខ្វាន់បើបានលាបប្រេងបន្តិចទៀតច្បាស់ជាល្អឥតខ្ចោះចាំនៅទីនេះនេះជាប្រេងស្បៃយ៉ាងល្អប្រើប្រាស់សំចៃផងអ្នកម៉ែអញ្ជើញពិសាមុនទៅអេរានមិនជូនអ្នកម៉ែអញ្ជើញពិសាមុនទៅមានរឿងអីតាំងពីតូចឯងរៀនធ្វើមនុស្សបែបហ្នឹងឬលោកម្ចាស់ខ្វានឪពុកខ្ញុំប្រដៅថាមានរបស់ល្អត្រូវជូនចាស់ទុំមុនម៉ែថោកនិងបងស្រីថ្លៃខ្ញុំសុទ្ធតែជាចាស់ទុំស្រីថ្លៃនៅក្មេងខ្ញុំពិតជាត្រូវមើលថែមុនហើយលោកម្ចាស់ខ្វានលោកថាមានត្រង់ណាខុសឬបានហើយអង្គុយចុះទៅប្រពន្ធថែងម្នាក់នេះពូកែណាស់តា
គ្រាន់តែមាត់ពូកែនិយាយប៉ុណ្ណោះអាយអញកុំតន់គួសំអីខ្ញុំថាប្រពន្ធឯងពូកែគឺពូកែហើយអាទី9អើយខ្ញុំប្រាប់ហើយថាប្រពន្ធឯងពូកែស្នាដៃនេះអស្ចារ្យណាស់អាល្អិតឯងមានសំណាងមាត់ណាស់ជាពិតជាឆ្ងាញ់មែនឥឡូវនេះទើបតែចេញដំណើរបើឥឡូវចេះតែទៅបញ្ចូលពួកមន្ត្រីទាំងនេះធ្វើឲ្យពួកគេគិតថាជារឿងធម្មតាជាទាកាន់តែច្រើនមិនខានខ្ញុំត្រូវតែស្ទាបស្ទង់មើលព្រំដែនរបស់ពួកគេលោកមន្ត្រីទាំងឡាយកុំប្រញាប់ខ្ញុំនឹងអាំងជូនឥឡូវនេះបងថ្លៃទី2យក3ក្បាលនេះទៅឲ្យលោកពូសៀនឹងលៀងណាស់ត្រូវបើកម្លាំងអរគុណអូនថ្លៃទី9បងទៅឥឡូវហើយហៅជីរ៉ាននាងស្រីថោកទាបនេះជាមនុស្សអាក្រក់ពិតមែនខឹងណាស់គ្រួសារហ្វាងនិងគ្រួសារសៀដូចគ្មានគំនុំស៊ីសាក់បានការមិនសុខចិត្តមើលទៅអាចទាញយកមកបានប៉ុន្តែសមត្ថភាពចាប់ត្រីរបស់នាងមិនអាក្រក់ទេពេលឈប់សម្រាកនេះទៅចាប់បន្ថែមខ្លះទៀតមកលោកមន្ត្រីភេងពេលនេះនៅមិនទាន់ឆ្អែតទេគ្រាន់តែចង់ញ៉ាំរបស់ស្រស់លោកមន្ត្រីយ៉ាងណាក៏ខ្ញុំជាស្ត្រីអំបាញ់មិញបើមិនមែនដើម្បីគ្រួសារក៏មិនចុះទន្លេកណ្ដាលថ្ងៃក្តៅបែបនេះដែរឥឡូវអ្នករាល់គ្នាបានញ៉ាំហើយលោកកុំធ្វើបាបខ្ញុំអី10ក្បាលឲ្យតែនាងទៅចាប់10ក្បាលទៀតខ្ញុំយល់ព្រមតាមលក្ខខណ្ឌមួយក្នុងសមត្ថភាពខ្ញុំបើលោកមន្ត្រីភេងនិយាយដល់ថ្នាក់នេះហើយបើខ្ញុំមិនទៅគឺដូចជាប្រកែកពេកហើយអ្នកស្រីចាស់ម៉ូម្សិលមិញដែលប្រមាថលោកកកគឺជាកំហុសរបស់ពួកយើងសូមអ្នកស្រីមេត្តាអភ័យទោសកុំប្រកាន់អីលោកស្រីហ្វាងអ្នកប្រុស9លែងជាកកកងទៀតហើយថ្ងៃក្រោយហើយឈ្មោះចំទៅក្រែងលោកគេចាប់ថ្នាក់មកពីខ្ញុំគិតមិនបានល្អិតល្អន់សូមអ្នកស្រីចាស់មកគុំបន្ទោសលោកស្រីហ្វាងខ្ញុំយល់ពីអារម្មណ៍គ្រួសារហ្វាងទឹកចិត្តសុំទោសរបស់អ្នកខ្ញុំទទួលយកហើយបើគ្មានរឿងអ្វីផ្សេងទៀតត្រឡប់ទៅវិញទៅក្រែងត្រូវមន្ត្រីស្ដីបន្ទោសលោកស្រីចាស់ម៉ូខ្ញុំចង់យកចិញ្ចៀននេះដូរត្រីប៉ុន្មានក្បាលបានទេកូនប្រុសពើខ្ញុំឃើញអ្នករាល់គ្នាហូបចង់ហូបរហូតយំខ្ញុំពិតជាគ្មានជំរឿទេទៅមកអង្វរអ្នកសង្ឃឹមថានឹងជួយមើលថែខ្លះត្រីគឺកូនជាវឲ្យខ្ញុំជាអ្នកធ្វើបើអ្នកចង់ដូរទៅប្រាប់នាងទៅប៉ុន្តែតើអាចពិភាក្សាដូរចិញ្ចៀននេះយកត្រីខ្លះបានទេត្រីនៅទីនេះទាំងអស់អ្នកមើលហើយយកដោយខ្លួនឯងទៅប៉ុណ្ណេះបានទេគ្មានបញ្ហាទេបើមិនល្មមអ្នកអាចយកប៉ុន្មានក្បាលទេមិនអីទេប៉ុណ្ណេះខ្ញុំស្កប់ស្កល់ណាស់ហើយរវាងពួកយើងប្រកាសជាមានការយល់ច្រឡំបើចង់ដោះស្រាយសូមឲ្យលោកពូទៅជួបស្វាមីខ្ញុំក្រោយមេឃដល់ពេលនោះអ្វីនឹងច្បាស់លាស់ហើយល្អខ្ញុំនឹងប្រាប់ចៅវាយខ្ញុំជួយផងអត់ធ្មត់បន្តិចទៀតរកកន្លែងសម្រាកសិនប៉ុន្តែរឿងនេះនៅតែត្រូវឲ្យអ្នកទៅដោះស្រាយលោកក៏បានឃើញពីថ្ងៃនេះហើយពួកគេតែងតែជេរប្រមាថគ្រួសារម៉ូរបស់ខ្ញុំហេតុអ្វីខ្ញុំត្រូវទៅជួបពួកគេទោះបីជាពួកគេមានកំហុសធំធេងយ៉ាងណាក៏ជាជីវិតមនុស្សដែរអ្នកមិនអាចឃើញគេស្លាប់ហើយមិនជួយទេមែនទេលោកមន្ត្រីភេងឈប់និយាយទៅខ្ញុំប្រាប់ថា Chablis Hader មិនជួយគឺមិនជួយប៉ុន្តែខ្ញុំទូនមានអ្នកឲ្យដឹងខុសត្រូវខ្លះផ្លូវទៅទីពីយប់នៅឆ្ងាយណាស់អ្នកប្រមាថខ្ញុំគ្មានប្រយោជន៍អ្វីទេលោកមន្ត្រីភេងនិយាយបែបនេះគឺមិនត្រូវទេបើជាលោកវិញតើព្រមជួយសង្គ្រោះប្រជាជនដែលជាស្ត្រូវខ្លួនទេឬមួយអ្នកជ្រើសរើសមើលអ្នកណាពេញភ្នែកជួយព្យាបាលប៉ុន្មានអ្នកទៅក្នុងពេលដែលលោកមន្ត្រីភេងនិយាយបែបនេះហើយខ្ញុំនឹងជួយព្យាបាលប៉ុន្មានអ្នកទៅទីតាំងលោកភេងជីវិត
ហើយមនុស្សនៅទីនេះលោកមន្ត្រីភេងបាននិយាយថាឲ្យខ្ញុំជ្រើសរើសមនុស្សដែលមើលទៅពេញភ្នែកខ្លះដើម្បីព្យាបាលបានយើងជួយព្រៀងឲ្យអ្នកថាឲ្យអ្នកណាគឺឲ្យអ្នកនឹងហើយខ្ញុំតំណាងឲ្យគ្រួសារទាំងមូលអរគុណអ្នកពូហ្វាងយប់នេះកុំភ្លេចមកជួបស្វាមីខ្ញុំល្អហើយខ្ញុំច្បាស់ជាទៅតោះទៅមិនឈឺធ្វើជាឈឺមិនមែនចង់ខ្ជិលទេប៉ុន្មានអ្នកនេះចែកថ្នាំឲ្យពួកគេទៅគឺជារានអ្នកឃើញគេចិត្តស្លាប់មិនជួយចិត្តអាក្រក់ណាស់9រៀបការបានប្រពន្ធដូចអ្នកគឺសី8ជាតិហើយបិទមាត់ភ្លាមឆ្ងល់អីបានជាពូហឺមិនជួយពួកឯងបើជាខ្ញុំវិញខ្ញុំក៏មិនជួយដែរលោកមន្ត្រីនេះមិនយុត្តិធម៌ទេនាងមិនព្រមឲ្យថ្នាំមិនក៏លោកបែរជាមកវាយខ្ញុំដែលនិយាយពាក្យយុត្តិធម៌ទៅវិញអញមើលឯងទាស់ភ្នែកណាស់ច្របាច់កែងឲ្យស្លាប់ឥឡូវលោកមន្ត្រីប្រាប់ប្រពន្ធលោកឲ្យបិទមាត់ទៅលើកក្រោយបើមិនស្ដាប់បង្គាប់ទៀតឯងត្រូវធ្វើជាមនុស្សថ្លង់ឲ្យអញលោកមន្ត្រីភេងខ្ញុំទៅតែពិនិត្យរួចគ្រួសារហ្វាំងឈឺមែនប៉ុន្តែគ្រួសារហ៊ឺនិងគ្រួសារលីមនុស្សឈរបានមានមិនតិចទេហឹមមេការបន្តធ្វើដំណើរទៅបន្ទប់ធំ10នាក់តម្លៃ1ដំឡឹងបន្ទប់2នាក់5ដំឡឹងអ្នកគ្មានប្រាក់ទៅដេកកោះជើងនៅរោងស្មៅខាងក្រោយអ្នកម៉ែប្អូនថ្លៃ9ខ្ញុំមានប្រាក់កក់បន្ទប់ធំមួយហើយកក់បន្ទប់2នាក់មួយទៀតឲ្យប្អូន9និងប្អូនថ្លៃហឹមល្អណាស់ឲ្យប្អូន9និងអ្នកនាងហ៊ឺនៅបន្ទប់តូលពួកយើងប៉ុន្មានអ្នកចាំការពារហ៊ានយាយនៅបន្ទប់ធំយោពមគ្រូសាម៉ូបន្ទប់10នាក់មួយនិងបន្ទប់2នាក់មួយតើមានអ្នកណាចង់កក់បន្ទប់ទៀតទេចិញ្ចៀនដែលលោកស្រីចៅយកមកមានតម្លៃគួរសមប្រហែលជាគ្មានប្រាក់សុទ្ធមែនហើយទោះបីគ្រួសារហ្វាងមានការយល់ច្រឡំតែលោកស្រីចៅជាមនុស្សអាកប្បកិរិយាល្អបង្ខំគេឲ្យតច្រកនោះទេអ្នកម៉ែប្អូនថ្លៃ9ពួកយើងត្រឡប់ទៅមុនហើយបងថ្លៃហត់នឿយហើយបន្ទប់ស្នាក់5ដំឡឹងមួយនេះពិតជាទារថ្លៃកប់ពុកមែនសម្រាប់សិនទៅខ្ញុំទៅរៀបចំអាហារពេលល្ងាចសំណាក់នេះមានផ្ទះបាយល្អជាងញ៉ាំនំប៉័ងត្រជាក់អ្នកម៉ែបន្ទប់នេះក្លិនស្អុយណាស់គិតមើលថាយប់មិញគេងនៅព្រៃអាចមកដេកនៅទីនេះជាសំណាងហើយកុំរើសអាងអីអ្នកម៉ែខ្ញុំបំរុងខ្ចីផ្ទះបាយសំណាក់ធ្វើអាហារពេលល្ងាចខ្លះមែនឬប្អូនថ្លៃ9ស្នាដៃធ្វើម្ហូបខ្ញុំនៅស្ទើរខ្ញុំទៅជួយអរគុណបងថ្លៃផ្ទះបាយចង្អៀតទៅតែ2នាក់បានហើយលោកមន្ត្រីពេងខ្ញុំសូមខ្ចីប្រាប់ផ្ទះបាយបន្តិចបានទេទៅចុះអរគុណលោកមន្ត្រីពេងថៅកែផាសុខដ្ឋាននេះចិត្តទូលាយណាស់រៀបចំមានបន្លែស្រស់ច្រើនហើយមានសាច់ទៀតផងនាងស្រីថោកទាបធ្វើឲ្យពួកបងរញទេសពេញមួយថ្ងៃបើថ្ងៃនេះមិនបានស្ទាបអង្អែលឯងបន្តិចទេច្បាស់ជាគេងមិនលក់ទេឲ្យបងស្ទាបបន្តិចមកទៅឲ្យផុតនេះជាការព្រមានបើហ៊ានមកក៏គ្រងខ្ញុំទៀតលើកក្រោយមិនមែនគ្រាន់តែបាក់ឆ្អឹងជំនីទេអូនថ្លៃទី9ស្នាដៃប្អូនធំក្លិនគួរឲ្យស្រក់ទឹកមាត់ណាស់បងស្រីថ្លៃទាំងឡាយយកមួយភាគទៅឲ្យពួកមន្ត្រីមុនទៅពួកយើងស្នាក់នៅទីនេះត្រូវឲ្យថ្លៃទី9ពិតជាច្បាស់ណាស់បងថ្លៃទី9បងពិតជា idol របស់ខ្ញុំមែនចេះទាំងគ្រូពេទ្យចេះចាប់ត្រីមិនខ្លាចមន្ត្រីហើយធ្វើម្ហូបឆ្ងាញ់ទៀតញ៉ាំលឿនទៅចាំថ្ងៃក្រោយបងបង្រៀន
ស្នាដៃអ្នកនាងហាឆ្ងាញ់ជាងភោជនីយដ្ឋាននៅរាជធានីទៅទៀតជាមនុស្សមានសមត្ថភាពមែនលោកមន្ត្រីត្រូវជួយរកយុត្តិធម៌ឲ្យពួកយើងនាងហាអាំងខ្នងធ្វើបាបពួកយើងលោកមន្ត្រីមើលរបួសនេះចុះមនុស្សស្រីម្នាក់នេះមិនធម្មតាទេចេះថ្នាំចាប់ត្រីក្លាហានឥឡូវថែមទាំងចេះវីតបទៀតមនុស្សបែបនេះត្រូវប្រគល់ការគោរពព្រោះម្ហូបឆ្ងាញ់ថ្ងៃមុខអាស្រ័យលើនាងហើយឯងនិយាយថាពួកឯងត្រូវបាននាងហាលោកមន្ត្រីគឺនាងហាវីពួកយើងមែននាងជាស្រីទុនខ្សោយម្នាក់អាចវីប្រុសមាំមួន2នាក់ដល់ថ្នាក់នឹងបានលោកមន្ត្រីពួកយើងមិនបានកុហកទេបើថាត្រូវគេវីតើមានសាក្សីទេក្រៅពីមនុស្សក្នុងគ្រួសារឯងតើនរណាឃើញលោកមន្ត្រីខ្ញុំអាចធ្វើជាសាក្សីបានខ្ញុំឃើញនឹងភ្នែកថានាងហារ៉ាហ្វីរ៉ានវីគេលោកមន្ត្រីនាងហារ៉ាហ្វីរ៉ានវីគេខ្ញុំឃើញផ្ទាល់ភ្នែកនាងកាន់ដំបងយ៉ាងធំវែងវីហារមីងដួលមុនរួចវីហាឡើងមួយដៃតតែទាំងពីរអ្នកគ្មានកម្លាំងផ្ដៃទៅឈប់បើចឹងទៅហៅនាងហារមកតាំងគ្នាទៅលោកមន្ត្រីពេងហៅខ្ញុំមានការអីបងប្អូនត្រកូលហៅចោទថាឯងវីគេនាងលីរ៉ូក៏ថាឃើញផ្ទាល់ភ្នែកតើឯងមានអីនិយាយទេលោកមន្ត្រីពេងមើលឌីហ្សាញខ្លួនពួកគាត់រួចមើលខ្ញុំចោះពាក្យបែបនេះលោកជឿដែរនេះមិនមែនមិនជឿទេតែនាងលីរ៉ូនិយាយយ៉ាងច្បាស់លាស់លីរ៉ូទោះជាពួកយើងធ្លាប់មានការយល់ច្រឡំក៏នាងមិនបាច់តាមរករឿងខ្ញុំលោកមន្ត្រីខ្ញុំចង់សួរលីរ៉ូថាតើខ្ញុំប្រើអ្វីវីប្រកបទេល្អប្រើដំបងយ៉ាងធំត្រកូលហានិយាយខ្លួនឯងចុះលោកមន្ត្រីនាងប្រើកណ្ដាប់ដៃដាល់ពោះខ្ញុំមុនរួចពាក់ខ្ញុំឲ្យដួលហើយវីក្នុងខ្ញុំទៀតនិយាយផ្ដេសផ្ដាសសាក់សីម្នាក់ថាប្រើដំបងឯជនរងគ្រោះថាប្រើកណ្ដាប់ដៃពិតជាប្រកែកខ្លាំងមែនលោកមន្ត្រីខ្ញុំពិតជាបានជួយផងបងប្រុសចាំងឈៀងរឿងតូចតាចបែបនេះទុកឲ្យខ្ញុំចាត់ការចុះបងត្រឡប់ទៅកំដរមេហូបបាយបន្តចុះខ្ញុំនាំវាទៅទទួលទោសខាងក្រៅលីងហ៊ូឯងកុំធ្វើចរិតចាស់ឲ្យសោះពួកនេះត្រូវតែឲ្យស្គាល់ការឈឺចាប់ខ្លះទុកចិត្តចុះបងធំធានាថាមិនប្រឡែងដៃទេអូយលោកកាន់ថ្នមបន្តិចមេត្តាខ្ញុំឈឺណាស់ហើយត្រូវមួយគ្នាហើយម្នាក់ដង្ហាក្រាស់ម្នាក់ល្បិចជ្រៅពិតជាស័ក្តិសមគ្នាមែនទឹកក្តៅត្រៀមរួចហើយអ្នកលុបមុខលាងមាត់មុនទៅមិញនេះខាងក្រៅសំឡេងអ៊ូអែមានរឿងអីហ្នឹងបងប្អូនត្រកូលហើមកករឿងហើយត្រូវគេវាយបោកវិញជាមួយនឹងលីរ៉ូបងប្អូនត្រកូលហើនេះពិតជាធ្វើបាបគេហួសហេតុពេកហើយខ្ញុំមិនបានខាត់បងអីទេមានតែលីរ៉ូទេដែលចង់បោកគេតែត្រូវខាត់បងមិនបាច់ទៅខឹងនឹងពួកមនុស្សបែបហ្នឹងទេបើគុំតែពេលនេះខ្ញុំមិនស្រួលចេញដៃទេបានហើយប្រញាប់លាងសម្អាតខ្លួនហើយសម្រាកលឿនទៅមុខងារបង្កើតឡើងវិញពិតជាប្រើបានតែលើបរិក្ខារពេទ្យដើមនៅទីនេះមែន3ដំឡឹងដែលទើបតែឲ្យថៅកែកន្លងផុត1ម៉ោងហើយនៅតែមិនឃើញកើនមកវិញសោះមានភ្លើងអគ្គិសនីនៅក្នុងលំហនេះស្រាប់តែនៅតែមានភ្លើងអគ្គិសនីសំខាន់សម្រាប់ជួយជីវិតហើយរូបភាពផ្ទៃអេក្រង់ប្រែប្រួលហើយកម្មវិធីក៏បាត់អស់ដែរ Wi-Fi ស្រាប់តែមានសេវាពេញអាសយដ្ឋានទទួលទំនិញរាជវង្សដាស៊ុនអាចទិញបានមែននេះជាឃ្លាំងអាវុធច្រឡត់របស់ខ្ញុំហើយ1300យន់នៅពិភពលោកនេះគឺជាអាវុធសម្ងាត់ការពារជីវិតអាចចាយផ្ដេសផ្ដាស់ទេខ្លាយជាអ្នកលក់អ្វីទៅនឹកឃើញហើយរបស់ទ្រព្យដែលលួចបានពីឃ្លាំងរដ្ឋទាំងនេះបើលក់ទៅពិភពដើមវិញតើខ្ញុំមិនខ្លាយជាមហាសេដ្ឋីរបស់នៅក្នុងឃ្លាំងរដ្ឋមិនបាច់ភ័យខ្លាចគ្មានផ្លូវចេញលក់ទៀតទេតើជីវៈដេកលក់នៅខ្ញុំចង់ទៅជែកជាមួយគាត់បន្តិចពូសៀពូហ្វាងអញ្ជើញអង្គុយពួកបរិះនិយាយការងារធំខ្ញុំមិនចូលរួមទេល្មមបានទៅសិក្សាហាងលក់វត្ថុបុរាណរបស់ខ្ញុំបន្ទប់ទឹករបស់ខ្ញុំរួចរាល់ហើយតើកើតឡើងយ៉ាងដូចម្ដេចឬមួយក៏ការប្រែប្រួលជោគវាសនាផ្អែកលើការភ្នាល់មួយភ្នែកនេះហើយរឿងរ៉ាវត្រូវបានដោះស្រាយរួចរាល់ហើយវិសានោះមានចន្លោះប្រហោងពេញទីយល់បន្តិចពួកគេជឿបាត់ទៅហើយថ្ងៃមុខយើងជួយមើលថែត្រកូលសៀននិងត្រកូលហ្វាងតើចាំបាច់លាក់បាំងអ្នកក្រៅទេការយល់ច្រឡំបានដោះស្រាយហើយប៉ុន្តែដាច់ខាតកុំឲ្យអ្នកដទៃដឹងរឿងឲ្យសោះលោកកាន់លោកពិតជាមានកម្លាំងខ្លាំងក្លាដូចខ្លាមែនអ្នកដេកលើគ្រែខ្ញុំដេកលើឥដ្ឋអ្នកមានរបួសឲ្យខ្ញុំដេកលើឥដ្ឋវិញទៅឬក៏ដេកលើគ្រែទាំងពីរអ្នកគ្រាន់តែខាន់ប្រហោងបន្តិចទៅតើអ្នកទៅណា
ខ្ញុំទៅតែទៅជួយសងសឹកជំ អ្នក នួ ពិ ស តជា អ្នក ទៅចាត់ការបងប្អូនត្រកូលហើមែ អ្នក ន ណាហ៊ានធ្វើបាបអ្នកខ្ញុំមិនឲ្យរស់ស្រួលឡើយ តើអ្នកធ្វើអីពួកគេ ព្រឹកស្អែកអ្នកនឹងដឹងហើយគួរឲ្យស្ដាយដែលមិនបានជួបលីរ៉ូអ៊ឺនៅត្រកូល ថ្ងៃ លី នេះរំលងនាងមួយគ្រាសិនអ្នកចង់វាយមនុស្សស្រីដែរឬ នេះក៏ជាលើកដំបូងរបស់ខ្ញុំដែរ តែមានគំនិតចង់វាយមនុស្សស្រី សិនកាលពីម្សិលមិញទៅក្រុមហ៊ុនបានឃើញកូនស្រីត្រកូលនៅជាមួយកូនឆៃដល់លេងពីលសិននោះជារឿងរបស់ពួកយើងធ្វើមិនឃើញល្អជាងខ្ញុំក៏ចង់ធ្វើមិនឃើញដែរតែខ្ញុំបានឮសម្ដីដែលពួកគេនិយាយខ្ញុំគិតថាត្រូវតែរំលឹកកូនឆៃនោះដូចជា លីរ៉ូអ៊ឺពិតជាមិនចេះកែប្រែមែន អរគុណសិនសានដែលបានរំលឹកខ្ញុំនឹងប្រយ័ត្នមន្ត្រីមករករឿងមិនមែនជារឿងតូចតាចទេអ្នកគួរតែពិភាក្សាជាមួយជាវិយាទៅមើលថាតើត្រូវដោះស្រាយយ៉ាងណាខ្ញុំយល់ហើយសិនសាន អ្នកស្រីហៅថ្ងៃនេះខ្ញុំនឹងចាត់មន្ត្រី2នាក់ទៅទិញស្បៀងនៅក្នុងក្រុងអ្នកអាចទៅជាមួយបាន អរគុណលោកមន្ត្រីភេង ពួកយើងនឹងបន្តដំណើរនៅពេលរសៀលពេលវេលាព្រឹកនេះឲ្យបានសមស្ ពេល រប ព្រឹកមួយគឺគ្រប់គ្រាន់ហើយនេះមានរឿងអ្វីកើតឡើងជួយផងអ្នកណាក៏បានជួយផងតើអាក្រក់ណាមួយជាអ្នកធ្វើដល់ថ្នាក់ធ្វើបាបខ្ញុំខូខើយ៉ាងនេះ លោកមន្ត្រីប្រកាសជាស្រីម្នាក់នឹងហើយគឺមេធ្មប់នេះហើយដែលធ្វើបាបមកគេដល់យើងមិនដែលប្រមាថអ្នកណានោះទេតើអ្នកគិតឃើញយ៉ាងម៉េចថាមនុស្សស្រីទុនខ្សោយម្នាក់អាចធ្វើឲ្យគេរបួសដល់ថ្នាក់ហ្នឹងអ្នកណាជឿថា2នាក់នេះត្រូវអ្នកស្រីហាធ្វើបាបនោះអភិជនម្នាក់អាចធ្វើឲ្យបុរស2នាក់របួសដល់ថ្នាក់ហ្នឹងហើយលោកមន្ត្រីលោកថាគេធ្វើមិនបានប៉ុន្តែលោកមើលជុំវិញមានតែគ្រួសារមកទេដែលស្អប់ពួកយើងបំផុតតើនៅមានអ្នកណាទៀតបើនៅតែនិយាយផ្ទះនឹងកំតិចឯងមុនគេមេខ្ញុំសុំមើលថាតើពួកគេនៅមានដង្ហើមឬអត់មេពួកគេមិនទាន់ស្លាប់ មក ទេ ជួយយេធ្វើបាបសាហាវណាស់ពីសរសៃឈាមធំតែផ្ដាច់សរសៃដៃសរសៃជើងគេចង់ស្លាប់ក៏ស្លាប់មិនបានជាមនុស្សពិការអស់មួយជីវិត អ្នកស្រីហានៅទីនេះមានតែអ្នកម្នាក់គត់ជាគ្រូពេទ្យអ្នកមិនទៅមើលបន្តិចទៅ លោកមន្ត្រីភេងខ្ញុំមិនស្ទាត់ជំនាញក្នុងការប្រភេទនេះលោកគិតរកវិធីផ្សេងទៅ ជីវិតមនុស្សសំខាន់ណាស់អ្នកជួយបន្តិច លោកម ទៅ ន្ត្រីភេងលោកមិនបង្ខំមនុស្សឲ្យធ្វើរឿងពិបាកទេដឹងលោកប្រុសទាំងពីរនៃត្រកូលហឺខ្ញុំម្ចាស់មិនអាចទទួលខុសត្រូវឡើយ ល្មមហើយដកថយទាំងអស់គ្នា ពូសៀមីងហ្វាងមកហូបបរទាំងអស់គ្នាអ្នកស្រីហ៊ឺដល់ពេលហើយហូបហើយទៅផ្សារជាមួយខ្ញុំ មើលទៅកញ្ជ្រោងនេះត្រូវលីរ៉ូអឺបញ្ចុកឆ្អែតហើយចង់មកមានរឿងជាមួយខ្ញុំ ទីនេះជាផ្សារយើងត្រូវទិញស្បៀងស្ងួតខ្លះអ្នកដើរតាមក្រោយ លោកមន្ត្រីចៅអីវ៉ាន់ខ្ញុំត្រូវទិញមានច្រើនហើយរញ៉េញ៉ៃបើដើរតាមក្រោយខ្លាចថាធ្វើឲ្យខាតការងារធំលោកទាំងពីរបើមិនចឹងពួកយើងណាត់ពេលនឹងកន្លែងខ្ញុំទៅទិញម្នាក់ឯង បើអញរត់បាត់បង8ខ្ញុំគិតថាអ្នកស្រីហ៊ឺនិយាយមានហេតុផលបើនាងហ៊ានរត់ត្រឡប់ទៅវិញខ្ញុំនឹងបំបាក់ជើងមកជីវយាងអញ្ចឹងចុះមុនម៉ោងត្រង់ជួបគ្នាក្រោមដើមច្រៃចាស់នៅទ្វារក្រុងបើមិនឃើញមនុស្សខ្ញុំនឹងសួរយកខុសត្រូវពីឯង កុំបារម្ភខ្ញុំធានាមិនយឺតទេថៅកែសាច់ជ្រូកយ៉ាងម៉េចមួយជីមឆ្អឹងជំនី8សេន យកឆ្អឹងជំនីរឲ្យខ្ញុំមួយផ្ទះឆ្អឹងជំនីថោកជាងសាច់ទៅឆ្អឹងជំនីបានទាំងឆ្ងាញ់ហើយបាំងភ្នែកគេថាមិនហ៊ានចាយលុយថៅកែនៅទីនេះមានក្រដាសប្រេងទេ ក្រដាសប្រេងមានតើនាងតូចយកប៉ុន្មាន លោកមានប៉ុន្មានខ្ញុំយកទាំងអស់ នាងតូចមិនមែននិយាយលេងទេណាស្តុកខ្ញុំមានច្រើនណាស់ ឲ្យតែតម្លៃសំរុំខ្ញុំមកទាំងអស់ 1100សន្លឹក1សេនបាន10សន្លឹកពុកអ្នកជំនួញរត់បាត់ហើយចុះប្រេងក្រណាត់ដែលកំងនោះក៏ស្ទះអស់ហើយ ថៅកែប្រេងក្រណាត់ដែលអ្នកទាំងអស់គ្នានិយាយអាចឲ្យខ្ញុំ នឹង មើល សម្រាប់ បន្តិច ធ្វើ បា ឆា ន ត់ ទេ ទេនាងទិញទៅក៏គ្មាន ឲ្យ ប្រ ខ យោ ខ្ញុំ ជន៍ មើល ដែរ បន្តិចទៅបើសំរុំខ្ញុំនឹងទិញខ្លះ នាងតូចមើលចុះក្រណាត់នេះស្រាលធន់មិនជ្រាបទឹកដាច់ខាត តម្លៃប៉ុន្មាន បើទិញលើកដុំ500សេនមួយដុំ ក្រណាត់ពិភពលោកនេះថោកម្លេះមួយដុំធ្វើតង់សាមញ្ញបាន2តាមផ្លូវបណ្ដេញចេញត្រូវខ្យល់ត្រូវថ្ងៃអានឹងជាប្រដាប់ចាំបាច់ក្រៅពីនេះទិញដើមឫស្សីនិងខ្សែពួរ ក្រៅ ឲ្យបា ពី ន នេះ គ្រប់គ្ ទិញ រាន់ ដើមឫស្សីនិងខ្សែពួរឲ្យបានគ្រប់គ្រាន់ 13ដុំឬ ខ្ញុំយកពណ៌ខ្មៅ8ដុំពណ៌ខៀវ5ដុំប៉ុន្តែខ្ញុំមានលក្ខខណ្ឌអ្នកត្រូវតែដឹកជញ្ជូនដល់កន្លែង
រាងកាយនេះនៅតែខ្សោយបន្តិចត្រូវប្រញាប់ត្រឡប់ទៅវិញហើយនៅសល់កន្លះម៉ោងទៀតម៉ោងមិនទាន់ផុតទេមិនស្រួលទេចៅឡាវប៉ាមិនដូចជាមនុស្សចេះយឺតពេលទេលីហ៊ូមានគំនិតអាក្រក់ចំពោះខ្ញុំទៀតហើយពួកគេរៀបចំអន្ទាក់នៅក្នុងក្រុមមនុស្សទៀតទេទោះជាយ៉ាងណាក៏ដោយត្រូវត្រឡប់ទៅផ្ទះសំណាក់សិនចាំមើលខ្ញុំមិនវីអញឲ្យងាប់ទេមនុស្សថោកទាបខ្ញុំឆ្លងកាត់លឿនឡើងចាប់អាថោកទាបនេះទៅវាចង់រត់គេចទើបហ៊ានវីមន្ត្រីហ៊ូស៊ឺឈប់ភ្លាមលោកពេងខ្ញុំយល់មុខលោកលើកលែងឲ្យវាបណ្ដោះអាសន្នប៉ុន្តែរឿងថ្ងៃនេះលោកត្រូវតែផ្ដល់ការពន្យល់ដល់នេះជាអ្វីដែលខ្ញុំចង់សួរដែរខ្ញុំនិងលោកចៅបានណាត់ជួបគ្នានៅពេលថ្ងៃត្រង់ខ្ញុំរងចាំនៅច្រកទ្វារក្រុងជាយូរមិនឃើញមនុស្សខ្លាចខកដំណើរទៅប្រញាប់ត្រឡប់មកវិញតែលីហ៊ូនៅយាមទីនេះម្នាក់ឯងឃើញខ្ញុំមកវិញក៏វាយភ្លាមដោយមិនសួរនាំហើយថែមទាំងចោទប្រកាន់ខ្ញុំថារត់គេចទៀតឯងនិយាយឈ្គួតគឺឯងជាអ្នកធ្វើបាបបង8អំបញ្ញមិញខ្ញុំមិនឃើញលោកចូលត្រឡប់មកវិញទេគាត់នឹងលីហ៊ូច្បាស់ជាទៅទិញអីបានជាលីហ៊ូត្រឡប់មកវិញបានចូលហើយថែមទាំងចោទប្រកាន់ខ្ញុំដោយគ្មានហេតុផលទៀតលោកមន្ត្រីអូនថ្លៃខ្ញុំពីថ្ងៃនេះខំប្រឹងចាប់ត្រីធ្វើម្ហូបគ្រប់គ្នាបានឃើញបើវាចង់រត់គឺរត់បាត់យូរហើយកុំនិយាយច្រើនកូនប្រសានឹងបងថ្លៃស្រីទី9សុទ្ធតែជាមនុស្សអាក្រក់កុំមកបង្កភាពវឹកវរនៅទីនេះលីហ៊ូខ្ញុំសួរឯងម្ដងទៀតចុះចូលឡៅប៉ាទៅតារត់គេចពេលណាខ្ញុំចេញទៅរកមនុស្សហើយខ្ញុំត្រឡប់មកវិញគឺដើម្បីរីកាលោកពេងខ្ញុំត្រឡប់មកវិញហើយតើនេះចាត់ទុកជារត់គេចយ៉ាងម៉េចខ្ញុំប្រញាប់ទៅរកលោកចៅទៅឲ្យតែរកឃើញលោកចៅនៅរស់គ្រប់យ៉ាងនឹងដឹងការពិតហើយចៅឡៅប៉ាជាមនុស្សស្មោះត្រង់ណាស់ធ្វើរឿងអាក្រក់ដាច់ខាតតើអ្នកទាំងពីរយកផ្លូវគ្នាទៅណាបង8ពិតជាទៅរកការពិតហើយខ្ញុំមិនបានកុហកទេល្អកុំទៅជឿសម្ដីឈួតនោះអីតាដឹងថាចៅឡាវប៉ាណៃណាទេខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំមានវិធីធ្វើឲ្យលីហ៊ូនិយាយការពិតខ្ញុំធ្លាប់រៀនវិជ្ជាសម្ងាត់មួយអាចបញ្ជូលស្មារតីមនុស្សហើយសួរដឹងរឿងរ៉ាវបានយ៉ាងងាយគ្រាន់តែថាខ្ញុំរៀនមិនទាន់ស្ទាត់ទេត្រូវការឲ្យមេការពេងនាំមនុស្សទៅស្រោចស្រាលលីហ៊ូឲ្យស្រវឹងកុំឲ្យស្រវឹងជោគត្រូវពាក់កណ្ដាលស្រវឹងពាក់កណ្ដាលភ្ញាក់ស្អាតទេចង់បានទេបើចង់បានខ្សែកនេះធ្វើតាមអ្វីដែលខ្ញុំប្រាប់ទៅសម្លឹងមើលវាទៅត្របកភ្នែកអ្នកធ្ងន់ណាស់ឥឡូវប្រាប់ខ្ញុំមកចៅឡាវប៉ាណៃណាគាត់ហៅត្រូវមនុស្សដែលខ្ញុំចាត់តាំងវាឲ្យសន្លប់ហើយនាំយកទៅបាត់ហើយប្រហែលជាពេលនេះខ្លាយជាចំណីត្រីក្នុងទន្លេបាត់ហើយតោះខ្ញុំនាំមនុស្សទៅរកនៅមាត់ទន្លេលើនេះនិយាយតិចបើធ្វើឲ្យគាត់ភ្ញាក់នឹងសួររឿងក្រោយទៀតមិនកើតទេតើយើងត្រូវទៅមាត់ទន្លេណាទើបអាចរកឃើញចៅឡាវប៉ាដើរទៅទិសខាងលិច1 លីមានថ្មព្រះមួយពួកវាតែងតែបោះមនុស្សចូលទន្លេនៅទីនោះនាំមនុស្សទាំងអស់ទៅរកឡាវប៉ាហេតុអ្វីអ្នកចង់ធ្វើបាបចៅឡាវប៉ាមានតែគាត់មិនត្រឡប់មកវិញទើបអាចទម្លាក់កំហុសថាគាត់រត់ចោលស្រុកបានខ្ញុំមិនដឹងទេមនុស្សដែលតាក់ទងជាមួយអ្នកជាណាធ្លាប់ជួបតែម្ដងគត់មេឃងឹតមើលមិនច្បាស់សម្លេងគេនិយាយស្រួលតូចលោកមេការពេងខ្ញុំសួររួចហើយលីហ៊ូនឹងដឹងខ្លួនលោកមេការពេងពុតតាំងដែលលីហ៊ូប៉ងប្រហាមិត្តបែបនេះប្រគល់ឲ្យតុលាការក្នុងស្រុកកាត់សេចក្តីគឺសំស្របបំផុតខ្ញុំយល់ហើយអរគុណអ្នកនាងហាដែលបានចំអល់បងមិនអីទេមែនទេខ្ញុំមិនអីទេបងស្រីថ្លៃទី2បន្តិចទៀតហាងចាប់មួយនឹងយកទំនិញមកសួរដឹងអីខ្លះហើយលីហ៊ូបានចងចៃឡាវប៉ាមានមន្ត្រីនៅពីក្រោយខ្នងខ្ញុំត្រូវទៅត្រឡប់មកវិញចាំនិយាយគ្នាប្រយ័ត្នប្រយែងផងគឺស៊ីកុំប្រឹងប្រែងទៀតអីគាត់ស្លាប់បាត់ហើយលោកពូស្លាប់បាត់ទៅហើយនៅតែប៉ះពាល់នាងទៀតពិតជាអាក្រក់មើលណាស់គឺស៊ីបើឡាវប៉ាស្លាប់ទៅហើយឲ្យគាត់ទៅដោយស្ងប់ចិត្តទៅ
ការជួយមនុស្សសំខាន់ណាស់ប៉ុន្តែកិត្តិយសក៏លោកហ្វឹងខ្ញុំត្រូវការជំនួយ គឺ ពីអ្នក ស៊ីឡាវប៉ាស្លាប់បាត់ហើយកុំប្រឹងប្រែងទៀតអី បើចង់ឲ្យគាត់រស់ធ្វើតាមខ្ញុំនិយាយភ្លាមបើមិនអញ្ចឹងទេទេវតាក៏ជួយមិនបានដែរខ្ទប់ច្រមុះគាត់ហើយផ្លុំខ្យល់ចូលមាត់ អ្នកឲ្យខ្ញុំទៅថាប់ឡាវប៉ាឬ ប្រញាប់ឡើងការជួយមនុស្សប្រញាប់ដូចពន្លត់ភ្លើង លោកហ្វឹងប្រើកម្លាំងខ្លាំងបន្តិចឲ្យខ្យល់ចូលសួតគាត់ទាំងអស់ ព្រះអើយស្រីម្នាក់នេះរឹងមាំណាស់គួរឲ្យស្ដាយមិនស្គាល់ការខ្មាស់អៀន រួចរាល់ហើយលោកមន្ត្រីពេង មេអា8ភ្ញាក់ដឹងខ្លួនពេលសង្គ្រោះមាត់គឺអញជាអ្នកផ្ដេសផ្ដាសបញ្ចូលបើប៉ះពាល់កិត្តិយសលោកគ្រូពេទ្យឯងទទួលខុសត្រូវរួចទេ មានរឿងអីកើតឡើងនឹង បងស្រីថ្លៃទី9ខាងក្រៅគេនិយាយគ្នាថាបងប្រើវិធីថើបមាត់សង្គ្រោះជីវិតលោកមន្ត្រីជើនៅមាត់ស្ទឹង លីរ៉ូអើយជាអ្នកផ្សាយបន្តតាខ្ញុំគ្រាន់តែបង្រៀនលោកមន្ត្រីពេងធ្វើប៉ុណ្ណោះបើអ្នករាល់គ្នាប្រកាសជាមិនជឿលុះទៅដល់ភាគពីយប់ឲ្យស្វាមីលេងលេះជាមួយខ្ញុំចុះកុំឲ្យខ្ញុំធ្វើឲ្យខូចកិត្តិយសកូម៉ូប៉ុន្តែមុនពេលទៅដល់ខ្ញុំសង្ឃឹមថាយើងរស់នៅរៀងខ្លួនបងស្រីថ្លៃទី9ពួកគេជឿមិនជឿខ្ញុំមិនខ្វល់ទេសំខាន់ខ្ញុំជឿបងស្រីថ្លៃបងស្រីថ្លៃទី9អរគុណហែនយេហើយបងស្រីថ្លៃទី9ដែលបងទិញនេះជាក្រណាត់ប្រេងឬចាស់ខ្ញុំបំរុងថានឹងយកក្រណាត់ប្រេងធ្វើជាតង់ខ្លះតង់ឬជាអ្វីទៅនឹងបងស្រីថ្លៃទី9នៅផ្ទះទំនេរខ្ញុំធ្លាប់ដេរខ្ញុំអាចជួយដេរបានល្អហើយចាំបងស្រីថ្លៃទី9កាត់យើងជួយធ្វើទៅពួកយើងទោះបីជានៅជាមួយប្អូនថ្លៃទី9មិនមែនជាមនុស្សស្រីចរិតមិនល្អបែបនាងប្រកាសជាត្រូវគេមានបំណងអាក្រក់លួចបោកប្អូនថ្លៃតែចរិតទី9យើងមើលឃើញច្បាស់នឹងប្រពន្ធទី9តាមផ្លូវមនុស្សបែបមិនអាចមើលថាពួកយើងល្អយ៉ាងនេះទេមិនហើយម៉ែខ្ញុំក៏ជឿថាប្អូនថ្លៃទី9មិនមែនជាមនុស្សបែបនោះដែរថ្លៃទី9របស់ពួកឯងជាមនុស្សទាំងអស់គ្នាក៏បានឃើញនឹងថ្ងៃនេះម៉ែនិយាយពាក្យមួយនេះបញ្ចប់ត្រឹមនេះទៅថ្ងៃក្រោយបើអ្នកណាហានសង្ស័យត្រូវដាក់ទោសតាមច្បាប់ម៉ែពួកយើងសន្យាថានឹងមិននិយាយដល់មួយម៉ាត់ទៀតឡើយមើលទៅនិយាយយកគ្នារួចហើយគ្រួសារមួយនេះនៅមិនទាន់អស់សង្ឃឹមនៅឡើយទេតាមស្ថានភាពខ្ញុំឥឡូវនេះបើហឺជីរ៉ាននៅជាមួយខ្ញុំខ្លាចថាមួយជីវិតនេះខ្ញុំមិនដាច់ចិត្តបំផ្លាញសេចក្តីសុខរបស់នាងទេតែពេលគិតថានាងអាចនឹងចាក់ចេញទៅប្រកាសជានឹងមកទាការបកស្រាយពីខ្ញុំមែនទេចាំអារ៉ាមជារឿងពិតខ្ញុំសុខចិត្តឲ្យគេសើចចំអកមួយជីវិតដើម្បីបំពេញបំណងនាងដែររឿងដែលគេផ្សាយខាងក្រៅមិនមែនជារឿងពិតទេខ្ញុំមិនបានថើបមាត់អា8ទេកាលនោះខ្ញុំគ្រាន់តែធ្វើកាយវិការបង្ហាញនិងបង្រៀនលោកមន្ត្រីពេងពីរបៀបបញ្ជូនខ្យល់សង្គ្រោះមនុស្សប៉ុណ្ណោះមានគ្រូពេទ្យម្នាក់ប្រើបំពង់ឫស្សីផ្លុំចូលមាត់អ្នកជំងឺប្រហែលជាមានគោលការណ៍ដូចវិធីសង្គ្រោះរបស់អ្នកដែរពិតជាដូចអ្វីដែលអ្នកនិយាយអញ្ចឹងពាក្យចចាមអារ៉ាមខាងក្រៅទាំងនោះអ្នកមិនបាច់តែខ្ញុំម្នាក់ជឿជាក់លើអ្នកខ្ញុំម្នាក់ជឿជាក់លើហើយគឺគ្រប់គ្រាន់ហើយរឿងនេះអ្នកមិនបាច់ទុកក្នុងចិត្តទេអ្នកទើបតែនិយាយថាមានអ្នកនៅពីក្រោយខ្នងលីហូដឹងថាជាអ្នកណាហើយឬនៅអ្នកដែលតាក់ទងជាមួយគេមានសម្លេងស្រួយតូចថាប្រហែលជាអាមៀតឲ្យមែនការសង្ស័យនឹងកាន់តែទូលំទូលាយហើយបើវិភាគពីជ្រុងនៃអាមៀតឲ្យវិញពិតជាមិនងាយរកឃើញអ្នកបញ្ជាពិតប្រាកដនៅពីក្រោយលីហូធ្វើបាបចៅឡាវប៉ាឲ្យធ្លាក់ពីក្រោយប្រាកដជាមានឥឡូវនេះចៅឡាវប៉ាត្រូវបានរបស់លីហូត្រូវបានលាតត្រដាងអ្នកនៅពីក្រោយគេដឹងរឿងនេះអាចនឹងបញ្ជូនមនុស្សមកសម្លាប់បំបិតមាត់គេជាមិនខាននៃរបស់អ្នកគឺពួកយើងតាមដានខ្សែស្រឡាយលីហូដើម្បីស្វែងរកអ្នកបញ្ជានៅពីក្រោយខ្នងគ្រាន់តែអត្តសញ្ញាណពួកយើងមានពេលបច្ចុប្បន្នធ្វើសកម្មភាពមិនសូវចោទទេខ្ញុំមានវិធីផ្ទាល់ខ្លួនឥឡូវនេះខ្ញុំត្រូវបានកាត់ទោសហើយទោះបីជាស្វែងរកឃើញអ្នកដែលចង់ធ្វើបាបគ្រួសារមកក៏យ៉ាងណាដែរការសងសឹកមិនមែនជារឿងពិបាកនោះទេហើយខ្ញុំសង្ស័យថាអ្នកបញ្ជានៅពីក្រោយលីហូគឺជានរណាម្នាក់ដែលបានបំពោលគ្រួសារមកកាលពីមុននិយាយត្រូវណាស់ចាំមេឃងឹតខ្ញុំនឹងរកវិធីចេញទៅក្រៅដានលីហូ
នៅឲ្យស្ងៀមទៅនាំឯងទៅជួបលោកមេស្រុកដល់គុកគងឹតហើយឯងចង់សុំទោសយ៉ាងណាក៏បានដែរ ឥឡូវនេះជាពេលល្ងាចលោកមេស្រុកប្រហែលជាសម្រាកបាត់ហើយលីហូយប់នេះច្បាស់ជាត្រូវឃុំខ្លួនក្នុងគុកយប់នេះជាឱកាសល្អបំផុតក្នុងការសម្លាប់បំបិតមាត់លោកម្ចាស់ម៉ូទី9ទើបតែត្រូវបានបញ្ជូនទៅគុកយ៉ាងឆាប់ស្អែកព្រឹកសួរចម្លើយអ្នកសម្លាប់បិទមាត់យ៉ាងយប់ត្រឹមម៉ោងជើនឹងមកដល់ចន្លោះម៉ោងជើនឹងម៉ោងយិនជាពេលមនុស្សហងុយបំផុតការពារធូររលុងដើម្បីធានាខ្ញុំនឹងបញ្ជូនទៅមុនម៉ោងជើបើមិនមែនព្រោះខ្លួនរបួសធ្ងន់ត្រូវការភ្នែកច្រមុះទេប្រកាសជាមិនបណ្ដោយឲ្យអ្នកប្រឈមមុខតែម្នាក់ឯងប្រយ័ត្នប្រយែងខ្លួនផងកុំបារម្ភខ្ញុំដឹងប្រមាណហើយបងថ្លៃបងថ្លៃឈីវមិញខ្ញុំនៅឆ្ងល់ថាតង់នេះប្រើធ្វើអីឥឡូវមើលទៅនេះមិនមែនជាផ្ទះតូចមួយទេអីថាជាផ្ទះជ្រុលពេកហើយតែបាំងខ្យល់បាំងភ្លៀងបានល្អតាពិតមែនហើយគ្រួសារមកមានកូនប្រសារស្រីបែបនេះពិតជាសំណាងបីជាតិមែនប្រកាសហើយកូនប្រសារយើងពូកែច្រើនយ៉ាងណាស់មិនមែនចេះតែធ្វើតង់ទេលើកនេះតង់ទាំង3គ្រួសារយើងសុទ្ធតែមានគ្មានបញ្ហាទេចាប់ពីពេលនេះទៅគ្រួសារហ្វាងយើងស្ដាប់តាមគ្រួសារម៉ូទាំងអស់ពាក្យនេះខ្ញុំនិយាយនៅទីនេះអ្នកណាហ៊ានបំពាននឹងត្រូវចាត់ការតាមច្បាប់គ្រួសារអ្នកម៉ែមិនបាច់ពិបាកចិត្តទេគ្រួសារស៊ីយើងចាំគុណនេះថ្ងៃក្រោយនឹងតបស្នងតាមទង្វើនិយាយត្រូវហើយក្នុងចិត្តខ្ញុំក៏គិតចឹងដែរលោកស៊ីមមិនបាច់មានសម្ពាធទេនៅលើផ្លូវនៃទេសនេះតាមឡើយគួរតែជួយគ្នាទៅវិញទៅមកនៅសល់គឺជារង្វាន់ធំសម្រាប់សូកប៉ានពួកមន្ត្រីអ្នកនាងហាខ្ញុំជំនួសមុខអាប៉ែតអរគុណចំពោះគុណបំណាច់ជួយជីវិតលោកមន្ត្រីផេងគួរសំពេចហើយមិញនេះពួកយើងធ្វើតង់បានប៉ុន្មានក៏បានត្រៀមជូនលោកមន្ត្រីមួយចំណែកដែរលោកមន្ត្រីចៅហាក់ដូចជាក្តៅខ្លួនហើយខ្ញុំអត់មានទេខ្ញុំមិនបានឈឺទេបើមិនក្តៅខ្លួនមិនមុខក្រហមឲ្យអ្នកនាងហាពិនិត្យមើលបន្តិចអ្នកនាងហាខ្ញុំបានរើហើយគឺអ្នកនាងថាបខ្ញុំទៅជួយសង្គ្រោះខ្ញុំបានបរិសុទ្ធភាពរបស់ស្ត្រីសំខាន់ខ្លាំងណាស់អ្នកនាងរង្គៀសអ្នកនាងខ្ញុំអាចរៀបការជាមួយអ្នកនាងបានលោកមន្ត្រីចៅមិនក៏ស្រាប់តែលេចចេញអ្នកតាមញ៉ាចឹងក្នុងខួរក្បាលឯងគិតតែពីរឿងយុទ្ធ800ដងអញជាអ្នកថាបគឺខ្ញុំជាអ្នកផ្លុំខ្យល់លោកមន្ត្រីចៅខ្ញុំអ្នកដែលថាបលោកពិតជាលោកមន្ត្រីគ្រាន់តែបង្រៀនវិធីប៉ុណ្ណោះបងប្អូនថាឃើញផ្ទាល់ភ្នែកថាលោកទូតខ្ញុំថាបខ្ញុំសម្ដីអ្នកណាចៅប៉ែតខ្ញុំសុកចិត្តលះបង់មុខមាត់សំបីប្រុសដូចឯងក៏ខ្ញុំថាបដែរទោះជាខ្ញុំជឿក៏ដោយតែមានមនុស្សច្រើនបានតែប៉ះពាល់គិតយល់លោកទូតហឺចៅប៉ែតពាក្យខ្ញុំនិយាយច្បាស់ហើយសូមកុំគិតផ្ដេសផ្ដាស់រឿងជីវិតខ្ញុំមិនបាច់ឲ្យឯងបារម្ភទេខ្ញុំមិនមែនមានន័យចឹងទេចុះឯងមានន័យថាម៉េចខ្ញុំនិយាយច្បាស់យ៉ាងនេះហើយឯងចង់យ៉ាងម៉េចទៀតអាប៉ែតអើយលោកទូតហឺជាអ្នកមានគុណសង្គ្រោះជីវិតត្រូវប្រាប់ពួកមានចិត្តអាក្រក់ឲ្យច្បាស់ថាលោកទូតហឺមិនបានថាបឯងដឹងខ្លួនគឺខ្ញុំនឹងរកពេលពន្យល់ឲ្យច្បាស់តែបើមករោជីវយានៅតែរងាឯងដោយសាររឿងខុសត្រូវលើឯងបានតែអ្នកចេញមុខបកស្រាយឲ្យច្បាស់មិនបាច់ទេខ្ញុំមិននិយាយទៀតទេថ្ងៃក្រោយធានាថាមិននិយាយទៀតទេថ្ងៃក្រោយក៏មិនអនុញ្ញាតឲ្យគិតដែរចាត់ទុកដូចជាមិនដែលកើតឡើងចុះវិធីផ្លុំខ្យល់សង្គ្រោះមនុស្សរបស់អ្នកជួយបង្រៀនពួកយើងក្រែងលោតាមផ្លូវជួបអាចជួយខ្លួនឯងបានដែរមានបញ្ហាទេបើលោកមន្ត្រីពេងចង់រៀនអាចមករកខ្ញុំបានគ្រប់ពេលមើលចុះអ្នកទាំង3ប្រញាប់ឡើងយកនំប៉័ងចំហុយទៅជូនគ្រួសារមកពួកយើងត្រូវទៅបញ្ចូលមនុស្សធម្មតាស្អីច្រើនប្រញាប់ទៅចាំសិនពួកឯងចាំឲ្យច្បាស់ត្រូវតែនិយាយឲ្យច្បាស់នាងហឺមិនដែលប៉ះពាល់សាច់ផ្ទាល់នឹងខ្ញុំទេបើខូចឈ្មោះខ្ញុំឡៅប៉ានឹងខ្លាយជាជនល្មើសលីថាពាក្យនេះគឺលីរ៉ូជាអ្នកផ្សាយកុំភ្លេចប្រដៅនាងផងបាទពួកយើងទៅឥឡូវហើយអំបញ្ញមិញខ្ញុំថាទទួលខុសត្រូវមានអីខុសមែនទេពិតមាត់កេងទៅហឺជីរ៉ានឯងធ្វើរឿងថោកទាបយ៉ាងនេះនៅថ្ងៃនេះនៅហ៊ានចេញមុខទៀតបើជាស្រីមានគិតយូរវិញមុខជាបុកក្បាលសម្រាប់ខ្លួនយូរហើយ
អញហ៊ានវាខ្ញុំផងលីរ៉ូថ្ងៃនេះខ្ញុំប្រដៅអញជំនួសឪពុកម្ដាយក្រោយបើមកស្អុយប្រយ័ត្នអណ្ដាតរបស់ហែងគឺជីរ៉ាននាងស្រីថោកទាបដើម្បីឪពុកឯងសំបីតែភ្នាក់ងារដែលមកបង្កគាត់ឲ្យស្លាប់ក៏ឯងមិនរំលងដែររ៉ូឯងកើតអីហ្នឹងអ្នកស្រីឯងពិតជាគ្មានក្រិតក្រមមែនហ៊ានវាធ្វើបាបគេផងឯងស្មានថាខ្លួនឯងជាមនុស្សល្អណាស់មែនទេខ្ញុំមិនដឹងរឿងអាក្រក់រវាងឯងនិងលីហ៊ុនអ្នកណាឲ្យកម្លាំងចិត្តឯងមកក្អេងក្អាងនៅទីនេះអ្នកស្រីពិតមាត់ខ្ញុំនឹងហែកមាត់ឯងអ្នកទាំងអស់គ្នាប្រញាប់មកមើលមានរឿងអីមានគេសម្លាប់មនុស្សមើលមុខខ្ញុំថាខ្លាចជាបែបនេះហើយអ្នកប្រុសទី9ខ្លាចមែនទេហានយាកជួយអ្នកវីមនុស្សអាក្រក់មេមានបញ្ជាលីរ៉ូចូលទៅជួយផងគឺជាយានតើឯងចង់ធ្វើអ្វីហ៊ានប្រើឈ្មោះគ្រូពេទ្យខ្មោចមកធ្វើបាបគេទៀតហាដើមឡើយខ្ញុំមិនចង់ប្រកាន់នឹងឯងទេតែឯងបែរជាមកឌឺដងម្ដងហើយម្ដងទៀតឈឺស្លាប់ហើយគំនិតខូចរបស់ឯងនោះទាំងឯងទាំងខ្ញុំដឹងគ្នាច្បាស់ណាស់ទៅថ្ងៃមុខបើចេះរស់នៅស្ងៀមស្ងាត់ទៅក៏តែបើហ៊ានមករករឿងទៀតខ្ញុំនឹងធ្វើឲ្យឯងរស់មិនរស់ស្លាប់មិនស្លាប់គឺជាយានគិតដល់ពួកយើងធ្លាប់ជាបងប្អូនល្អនឹងគ្នាបងប្អូនល្អតើឯងធ្លាប់ចាត់ទុកខ្ញុំជាបងប្អូនតាំងពីពេលណាស្ដាប់ឲ្យច្បាស់ទាំងអស់គ្នាថ្ងៃនេះគឺលោកគ្រូបង្វឹកត្រកូលជាអ្នកដើម្បីដោះស្រាយរឿងរបស់ជើឡៅប៉ាឲ្យច្បាស់លាស់លីរ៉ូនិយាយគ្មានការពិតគេឈ្មោះគេបើនៅតែនិយាយផ្ដេសប្រយ័ត្នត្រូវរំពាត់បងថ្លៃស្រីតោះពួកយើងទៅក្បាច់គុណរបស់ស្រីម្នាក់នេះខ្ញុំមិនដែលឃើញពីមុនមកទេណាជីរ៉ានតើឯងនៅមានរឿងលាក់បាំងខ្ញុំប៉ុន្មានទៀតប្អូនថ្លៃស្រីទីថ្ងៃមុខបើមានរឿងបែបនេះទៀតត្រូវតែហៅពួកយើងទៅវាជាមួយគ្នាណាសប្បាយណាស់ចាស់លើកក្រោយខ្ញុំច្បាស់ជាហៅបងថ្លៃស្រីទី2ហើយនៅមានខ្ញុំដែរខ្ញុំក៏អាចវីមនុស្សអាក្រក់បានដែរលីរ៉ូឲ្យឯងជាស្រីចង្រៃបង្កបួសស្នាមដល់គ្រួសារមិនគ្រាន់ទេនៅចង់ទាញទុកដាក់ខ្លួនទៀតពោះចង់ធ្វើជាលោកជំទាវចុងក្រោយនៅសំងុំក្នុងផ្ទះធ្វើជាស្រីចង្រៃបង្កតែរឿងវីបានល្អណាស់លោកតាសូមជួយសង្គ្រោះរ៉ូផងទៅនាងចិត្តត្រូវគេវាយស្លាប់ហើយឈប់ភ្លាមឈប់ទាំងអស់គ្នាភ្លាមគួរឲ្យសំមុខណាស់ស្រីចង្រៃបែបនេះគួរតែឲ្យមនុស្សក្នុងផ្ទះចាត់ការហើយលីរ៉ូគួរឲ្យស្ដាយដែលពីមុនខ្ញុំគិតថាឯងល្អតែងតែចង់ជួយឯងឲ្យសម្រេចបំណងខ្ញុំដឹងថាឯងជាមនុស្សគ្មានសច្ចៈធ្វើឲ្យខូចការនឹងនាំតែរឿងស្អីបើគុំតែជីរ៉ានជួយសង្គ្រោះជើឡៅប៉ាតើលីហ៊ូនឹងត្រូវគេបញ្ជូនទៅសាលាស្រុកយ៉ាងម៉េចទៅសុំមិនបាច់មកពិបាកបែបនេះទេជីរ៉ានខ្ញុំច្បាស់ជាធ្វើឲ្យឯងស្លាប់មិនស្អាតឡើយបងថ្លៃស្រីនេះជាលើកដំបូងហើយដែលខ្ញុំឃើញមានអ្នកធ្វើម្ហូបពីឆ្អឹងបានឆ្ងាញ់បែបនេះខ្ញុំក៏សរសើរបងខ្លាំងណាស់អានឹងវាមានគោលការណ៍ដូចគ្នានឹងការខ្សាច់គ្រាន់តែពីមុនពួកយើងរស់នៅធូរធារមិនដែលគិតចង់ស៊ីឆ្អឹងទេជាកូនមានកូនប្រាក់របស់គ្រួសាររៀបការបាន2ថ្ងៃក៏ត្រូវនិរទេសខ្លួនចេះគិតគូររឿងលុយកាក់រកស៊ីលឿនម្លេះពិតជាពិបាកសម្រាប់គេណាស់បងថ្លៃស្រីយកចាននេះទៅដាក់លើតុសិនទៅស្រីបំរើស្រាប្រញាប់យកបាយទឹកទៅហាងស្រាទៅពួកឯងចង់ញ៉ាំជុំគ្នា2នាក់ប្តីប្រពន្ធមែនទេអរគុណសម្រាប់អ្វីគ្រប់យ៉ាងដែលអ្នកធ្វើដើម្បីគ្រួសារមកពួកយើងជាគ្រួសារតែមួយទើបខ្ញុំស្ម័គ្រចិត្តធ្វើរឿងទាំងនេះ